បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញមកចែកម្លែកចំណេះដឹងក្នុងកន្លែងការងារដែលខ្ញុំធ្វើប្រចាំថ្ងៃផ្នែកខាងអគ្គិសនីអញ្ចឹងជារៀងរាល់ថ្ងៃការងារមានច្រើនបញ្ហាក៏មានច្រើនប៉ុន្តែអ្វីដែលខ្ញុំចង់ចែករំលែកគឺក្នុងកន្លែងការងារមិនថាបញ្ហាឬក៏มันមានបញ្ហាទេយើងជាបុគ្គលិកយើងត្រូវតែខំធ្វើការឲ្យអស់ពីលទ្ធភាពខំធ្វើការឲ្យពេញម៉ោងពេញតួនាទីមានន័យថាការងារដែលមេដាក់ឲ្យការងារដែលជាតួនាទីយើងត្រូវតែខំបំពេញឲ្យល្អទៅតាមតួនាទីរបស់យើងម្នាក់មិនមែនការងារធ្វើយកតែប្រាក់ខែហើយចាំតែច្រណែនឈ្នានីសក្រុមការងារដទៃដែលគេធ្វើការបានល្អជាងហើយអ្វីដែលខ្ញុំផ្ដោតជាងគេសម្រាប់ការងារប្រចាំថ្ងៃគឺបញ្ហាមានន័យថាគ្រប់បញ្ហាទាំងអស់ដែលកើតឡើងកន្លែងការងារគឺខ្ញុំតែងតែរត់រកមានន័យថាខ្ញុំរត់រកបញ្ហាដែលមានហ្នឹងដើម្បីរិះរកដំណោះស្រាយគ្រប់មធ្យោបាយទាំងអស់ដើម្បីយកមកដោះស្រាយដើម្បីប្រមូលមកយកមកដោះស្រាយបញ្ហាដែលបានកើតឡើងហើយនៅពេលដែលយើងមានបញ្ហាយើងរត់រកបញ្ហាយើងដោះស្រាយចំណេះជំនាញរបស់យើងកាន់តែល្អប្រសើរយើងទទួលបានបទពិសោធន៍ថ្មីទៅលើបញ្ហាអញ្ចឹងមានន័យថាបញ្ហាបង្កើតឲ្យយើងចេះជាងមុនបញ្ហាធ្វើឲ្យយើងរឹងមាំជាងមុនបញ្ហាធ្វើឲ្យយើងឆ្លាតជាងមុនបញ្ហាធ្វើឲ្យយើងងាយស្រួលក្នុងការដោះស្រាយបញ្ហាក្រោយៗទៀតដោយសារតែយើងមានបទពិសោធន៍បញ្ហាមួយទៅបញ្ហាមួយក្នុងការរិះរកដំណោះស្រាយយកមកដោះស្រាយអញ្ចឹងសរុបមកវិញមនុស្សម្នាក់មិនអាចអង្គុយនៅមួយកន្លែងហើយចេះនោះទេមានន័យថាបើយើងទៅធ្វើការគ្រាន់តែអង្គុយចុចទូរស័ព្ទគ្រាន់តែអង្គុយលេងហ្គេមដោយមិនធ្វើអ្វីសោះអញ្ចឹងមានន័យថាចំណេះយើងមួយគឺនៅតែមួយនឹងឯងមានន័យថាយើងចេះប៉ុណ្ណាគឺនៅតែប៉ុណ្ណឹងអញ្ចឹងដល់ពេលដែលតទៅមុខទៀតមានបញ្ហាកើតឡើងផ្សេងបញ្ហាកើតឡើងខុសពីអ្វីដែលយើងចេះអញ្ចឹងយើងមិនអាចដោះស្រាយបានទេដោយសារតែរាល់ដងដែលយើងមកធ្វើការគឺយើងអត់បានទៅរកដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហាទេគឺយើងតែងតែទុកបញ្ហាចោលហើយឲ្យអ្នកដទៃអ្នកដោះស្រាយអញ្ចឹងគ្រប់បញ្ហាដែលអ្នកដទៃដោះស្រាយគឺអត់បានចំណេះមកលើយើងទេអ្នកណាដោះស្រាយបញ្ហាអ្នកណាដែលរិះរកគ្រប់មធ្យោបាយរិះរកគ្រប់ដំណោះស្រាយយកមកដោះស្រាយបញ្ហាគឺអ្នកនឹងគឺជាអ្នកទទួលបានផលមានន័យថាអ្នកដែលដោះស្រាយបញ្ហាគឺជាអ្នកចេះអ្នកដែលដោះស្រាយបញ្ហាគឺជាអ្នកដែលវៃឆ្លាតជាងមុនគឺមិននៅមួយកន្លែងទេផ្ទុយមកវិញអ្នកដែលអង្គុយនៅមួយកន្លែងហើយទម្លាក់បញ្ហាចោលពេលមានបញ្ហាទម្លាក់ទុកចោលហើយរត់ទៅធ្វើការងារមួយទៀតដោយទុកបញ្ហាដែលកំពុងកើតឡើងហ្នឹងទុកឲ្យអ្នកដទៃធ្វើម្នាក់ហ្នឹងមកគល់ហ្នឹងគឺមិនបានរីកចម្រើនទៅណាទេគឺមានន័យថាចេះប៉ុណ្ណាគឺនៅតែប៉ុណ្្នឹងហើយមួយទៀតរឿងបញ្ហានៅពេលដែលយើងមិនដោះស្រាយយើងទុកបញ្ហាចោលគឺធម្មតាថាកែក៏ដូចជាមេគឺពួកគាត់តែងតែដឹងហើយគឺពួកគាត់តែងតែសង្កេតមើលអញ្ចឹងកុំឆ្ងល់ថាហេតុអ្វីបានជាការងារគេមិនរវីរវល់ជាមួយយើងគេមិនឡើងប្រាក់ខែឲ្យគេមិនឲ្យបណ្ដោះផ្សេងគឺយើងត្រូវគិតថាតើយើងមានអ្វីដែលធ្វើឲ្យមេក៏ដូចជាតាកែហ្នឹងគាត់មើលឃើញអញ្ចឹងកុំច្រណែនអ្នកដទៃអញ្ចឹងហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនស្រឡាញ់រាប់អានស្រឡាញ់ក្នុងការចែកម្លែករបស់ខ្ញុំបាទសូមជួយចុច Subscribe Channel YouTube នឹងមួយផងដើម្បីឲ្យខ្ញុំបានមានកម្លាំងក្នុងការចែកម្លែកចំណេះដឹងផ្នែកអគ្គិសនីក៏ដូចជាចំណេះដឹងកន្លែងការងារក្រោយៗទៀតបាទសូមអរគុណ